ឈប់ជឿព័ត៌មានคล้ายៗស្វែងយល់ការពិតជាមួយយើងដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗការក្លែងបន្លំនិងការបំភ្លៃការពិតពិសេសករណីពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជានិងថៃក្នុងខេត្តព្រះវិហារការផ្សព្វផ្សាយត្រូវតែផ្ដោតលើការកសាងទំនុកចិត្តនិងការផ្ដល់នូវព័ត៌មានពិតប្រាកដសូមសាធារណជននិងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុនដោយផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់សុក្រិតភាពសុចរិតភាពនិងទំនួលខុសត្រូវមុននឹងជឿចែករំលែកនឹងការផ្សព្វផ្សាយបន្តប្រភពព័ត៌មានផ្លូវការសម្រាប់ការផ្ដល់ព័ត៌មានពិតដោយមានភាពសុក្រិតនិងជឿទុកចិត្តគឺ 1. ប្រភពពីរាជរដ្ឋាភិបាលកម្ពុជានិងប្រភពពី Facebook សម្ដេចតេជោប្រធានព្រឹទ្ធសភានិងសម្ដេចធិបតីនាយករដ្ឋមន្ត្រី 2. ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា 3. ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ 4. ក្រសួងព័ត៌មាន 5. អង្គភាពសារព័ត៌មានដែលមានក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវ